ថ្ងៃទី28ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនាងខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីភាគីទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់និងបានក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគិតចាប់ពីវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ម្សិលមិញមកដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី28ខែធ្នូឆ្នាំ2025នេះស្ថានភាពជួរមុខមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ជានិច្ចនិងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុតនាងខ្ញុំសូមគូបញ្ជាក់ថាសេចក្តីប្រកាសរួមកាលពីម្សិលមិញនេះជាការបន្តអនុវត្តនៅអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025និងឯកសារព្រមព្រៀងផ្សេងទៀតក្នុងន័យនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននិងបានឯកភាពពង្រឹងអាណត្តិការងាររបស់គេក្នុងការផ្ទៀងផ្ទាត់និងធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅវិធានការនានាដែលបានឯកភាពគ្នាក្នុងថ្ងៃម្សិលមិញនេះកិច្ចប្រជុំពិសេសលើកទី3នេះខ្ញុំក៏សូមជម្រាបជូនបន្ថែមថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC បានអនុម័តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើកទីពិសេសលើកទី3នៃគណៈកម្មការព្រំដែនកម្ពុជាថៃបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងស្វែងរកសន្តិភាពស្ថិរភាពសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃចាសសូមជម្រាបថាសម្រាប់ព័ត៌មានបន្ថែមអំពីសភាពការនៃការវិវត្តតាមបន្ទាត់ព្រំដែននៅជួរមុខក្រសួងការពារជាតិនឹងចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិ